ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំរស្មីមកបង្ហាញអំពីការហាលដំណាប់ស្វាយឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ពិសាដំណាប់ស្វាយរបស់នាងខ្ញុំមានរូបរាងបែបនេះចាពុកម៉ែបងប្អូនអរគ្នាឃើញហើយគួរឲ្យចង់ញ៉ាំនៅពេលព្រឹកឡើងគឺនាងខ្ញុំយកដំណាប់ស្វាយរបស់នាងខ្ញុំទៅហាលហើយនៅពេលល្ងាចឡើងគឺនាងខ្ញុំចាប់ផ្ដើមប្រមូលដំណាប់ស្វាយរបស់នាងខ្ញុំទុកព្រោះវាអស់ថ្ងៃហើយចាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី1នៃការហាលដំណាប់ស្វាយរបស់នាងខ្ញុំហាលរៀងស្ងួតបណ្ដាហើយក៏នាងខ្ញុំចាប់ផ្ដើមយកវាមកទុកមុននឹងនាងខ្ញុំយកមកបន្ទុកហ្នឹងគឺឃើញវាឆ្ងាញ់ឃើញវារសជាតិគួរឲ្យចង់ញ៉ាំឬក៏ពណ៌វាគួរឲ្យចង់ញ៉ាំចឹងក៏ខ្ញុំភ្លក់វាបណ្ដាហើយបើនាងខ្ញុំយកវាទៅទុកថ្ងៃនេះដែរគឺជាពេលល្ងាចគឺវារៀងថ្ងៃស្រទុំផងដែរណាពុកម៉ែបងប្អូនអស់គ្នាចាហើយបើសិនជាពុកម៉ែបងប្អូនអស់គ្នាទំនេរកុំភ្លេចឆ្លៀតធ្វើដំណាប់ស្វាយទុកញ៉ាំហើយវាមានរសជាតិឆ្ងាញ់ពិសាហើយជាស្នាដៃរបស់យើងបន្តតែម្ដងពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់បើសិនជាមានស្វាយច្រើនលក់មិនដាច់លក់អីចឹងយើងសាក់គោទុកហូបឬទុកចែកអ្នកផ្ទះយើងក៏បានដែរចាចឹងបញ្ចប់ពីថ្ងៃទី1ហើយចឹងក៏នាងខ្ញុំចាប់ផ្ដើមយកដំណាប់ស្វាយរបស់នាងខ្ញុំទុកផងដែរនៅថ្ងៃទី2ហើយសម្រាប់ការបង្ហាញនៃការធ្វើឲ្យហាលដំណាប់ស្វាយរបស់ខ្ញុំគឺខ្ញុំហាលពេលព្រឹកសម្រាប់ពេលព្រឹកគឺខ្ញុំមិនសូវបានបង្ហាញទេដោយសារនាងខ្ញុំប្រញាប់ទៅធ្វើការអញ្ចឹងណាអញ្ចឹងក៏ខ្ញុំបង្ហាញឬក៏បានថតវីដេអូតែនៅពេលល្ងាចដែលនាងខ្ញុំប្រមូលទុកទេចឹងថ្ងៃនេះគឺថ្ងៃទី2នៃការធ្វើការរបស់នាងខ្ញុំត្រឡប់មកវិញហើយខ្ញុំចាប់ផ្ដើមប្រមូលដំណាប់ស្វាយរបស់នាងខ្ញុំទុកហើយចាបន្ទាប់ពីថ្ងៃទី2ទៅដំណាប់ស្វាយរបស់នាងខ្ញុំគឺវាឡើងពណ៌ឡើងត្នោតស្វិតល្អហើយចំណែកថ្ងៃទី3នេះគឺថ្ងៃចុងក្រោយនៃការហាលដំណាប់ស្វាយរបស់នាងខ្ញុំគឺខ្ញុំបានថតវីដេអូនៅពេលព្រឹកបង្ហាញពុកម៉ែបងប្អូនអរគ្នាគឺវាបើកថ្ងៃបែបហ្នឹងអញ្ចឹងពុកម៉ែបងប្អូនអរគ្នាមើលទៅកន្លែងណាដែលមានថ្ងៃជាងមកល្អគឺដាក់កន្លែងហ្នឹងទៅចឹងខ្ញុំទុកបែបហ្នឹងហើយគឺពេលល្ងាចឡើងគឺនាងខ្ញុំចាប់ផ្ដើមសារទៀតហើយចាជាបន្តមកទៀតគឺជាថ្ងៃទី3ដដែលប៉ុន្តែនៅពេលល្ងាចគឺខ្ញុំបើកបង្ហាញឲ្យពុកម៉ែបងប្អូនអរគ្នាចឹងគឺវាស្វិតល្អជ្រោតទឹកល្អហើយវាអត់មានផ្សិតទេអញ្ចឹងគឺនាងខ្ញុំចាប់ផ្ដើមកាត់វាដាក់ក្នុងប្រអប់ទុកចាសម្រាប់ការដំណាប់ស្វាយរបស់នាងខ្ញុំនេះគឺខ្ញុំចិត្តវាឬក៏កាត់វាជាដុំដាក់ក្នុងប្រអប់ទុកហើយគឺនាងខ្ញុំដាក់ក្នុងទូទឹកកកអីព្រោះអីដំណាប់ស្វាយដែលយើងចិត្តទុកឬក៏ដាក់ទុកនៅខាងក្រៅហ្នឹងគឺវាអត់រឹងខ្លាំងដូចដាក់ក្នុងទូទឹកកកអីអញ្ចឹងវាមានរសជាតិឬក៏វាមាននេះវានឹងតុនល្អមុំញ៉ាំតែម្ដងប៉ុន្តែបើសិនជាបងប្អូនអរគ្នាចង់បានទុកវាយូរដាក់ក្នុងទូទឹកកកក៏បានដែរតែគ្រាន់តែថាដំណាប់ស្វាយនេះគឺវារាងស្វិតខ្លាំងឬក៏វារាងរឹងអត់សូវឆ្ងាញ់ចឹងក៏នាងខ្ញុំចិត្តដាក់នៅខាងក្រៅហើយដំណាប់ស្វាយរបស់នាងខ្ញុំនេះក៏វាមិនច្រើនប៉ុន្មានដែរខ្ញុំដាក់ទុកខាងក្រៅទៅចែកកូនសិស្សរបស់ខ្ញុំញ៉ាំខ្លះខ្ញុំខ្លះឬក៏អ្នកផ្ទះរបស់ខ្ញុំខ្លះទៅគឺអស់ហើយចាហើយទៅពេលខ្ញុំធ្វើអីពេលខ្លះក៏ខ្ញុំមិនសូវហូបខ្លួនឯងច្រើនប៉ុន្មានដែរគឺជាចិត្តចែកបងប្អូនចាចឹងសម្រាប់វីដេអូរបស់នាងខ្ញុំគឺមិនមានអ្វីច្រើនទេមានតែប៉ុណ្ណឹងបង្ហាញពុកម៉ែបងប្អូនអរគ្នានៃការធ្វើដំណាប់ស្វាយពីវគ្គដែលនាងខ្ញុំកូរដំណាប់ស្វាយនាងខ្ញុំហាលដំណាប់ស្វាយនេះជាវគ្គទី2ឬក៏ផ្នែកទី2នៃការបង្ហាញនៃការញ៉ាំដំណាប់ស្វាយឲ្យមើលឬក៏របៀបនៃការហាលដំណាប់ស្វាយរបស់នាងខ្ញុំហើយជួបគ្នាឱកាសក្រោយនៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា